ស្ដីបងប្អូនអរគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយបន្ទាប់ពីខកខានការធ្វើវីដេអូអស់រយៈពេល1ខែបងប្អូនអរគ្នាដោយសារតែមានរឿងហៅច្រើនដែលត្រូវដោះស្រាយមិនថានៅកន្លែងធ្វើការមិនថាការងារការរស់នៅប្រចាំថ្ងៃគឺមានរឿងច្រើនដែលត្រូវដោះស្រាយដល់ពេលអញ្ចឹងអត់មានពេលធ្វើវីដេអូចែកជូនបងប្អូនអរគ្នាទស្សនាចឹងខ្ញុំដោះស្រាយហើយច្រើនហ្នឹងបងប្អូនអរគ្នាអញ្ចឹងចាប់ពីថ្ងៃនេះទៅវីដេអូនេះទៅគឺខ្ញុំនឹងធ្វើរៀងទៀងទាត់មកធម្មតាវិញហើយបងប្អូនអរគ្នាអាចធ្វើមួយអាទិត្យ2វីដេអូឬក៏3វីដេអូទៅតាមពេលវេលាដែលខ្ញុំទិនេអញ្ចឹងណាហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការចែកម្លែកបងប្អូនអរគ្នាសម្រាប់អ្នកដែលគាត់មានបំណងមករស់នៅសហរដ្ឋអាមេរិកណាខ្ញុំចង់ឲ្យគាត់ត្រៀមខ្លួនមុនហើយខ្ញុំនិយាយនេះគឺទៅតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំបានមករស់នៅសហរដ្ឋអាមេរិកនេះរយៈពេល7-2ឆ្នាំហើយបងប្អូនអរគ្នា1ឆ្នាំ7-8ខែហើយទៅតាមបទពិសោធន៍របស់ខ្ញុំនិងអ្វីដែលខ្ញុំរស់នៅខ្ញុំយល់ដឹងបន្ថែមហើយខ្ញុំគិតថាវាចាំបាច់សម្រាប់បងប្អូនដែលគាត់មានបំណងមករស់នៅសហរដ្ឋអាមេរិកហើយគាត់គួរតែដឹងអញ្ចឹងណាបងប្អូនអរគ្នាចំណុចទី1គឺបងប្អូនត្រូវដឹងថាពេលដែលបងប្អូនមកដល់សហរដ្ឋអាមេរិកបងប្អូនត្រូវប្រកាសថាបងប្អូនមានកន្លែងស្នាក់នៅឲ្យច្បាស់លាស់ហើយនឹងនិយាយទៅឲ្យស្រួលបួលណាបងប្អូនអរគ្នាទៅតាមរដ្ឋបងប្អូនបើសិនជាបងប្អូនមករស់នៅរដ្ឋដែលប្រជុំជនការជួលបន្ទប់បងប្អូនការជួលផ្ទះឬក៏ការជួល apartment អីផ្សេងហ្នឹងគឺវាតម្លៃវាអត់ដូចគ្នាតាមរដ្ឋទាំងអស់ទេបងប្អូនតម្រូវការឲ្យយើងប្រើប្រាស់លុយចំណាយលុយរៀងច្រើនខុសប្លែកពីនៅស្រុកខ្មែរយើងផ្ទះល្វែងនៅភ្នំពេញ200 250អីគឺយើងនៅមួយផ្ទះល្វែងយើងនៅបាន4-10នាក់បងប្អូនអរគ្នាមួយខែណាប៉ុន្តែនៅស្រុកនេះថ្លៃខ្លាំងហើយសម្រាប់ការរស់នៅនឹងដែរបងប្អូនត្រូវដឹងថាយើងរស់នៅរបៀបម៉េចយើងមកនៅ apartment តែឯងយើងជួលបន្ទប់យើងស្គាល់ពីណាពីណីនៅអាមេរិកនេះហើយយើងមកនៅមួយគេយើងជួលបន្ទប់នៅផ្ទះមួយគេឬក៏យើងម៉ាក់ប៉ាយើងមានផ្ទះយើងមកនៅស្រាប់ឬក៏មិនណាបងប្អូនអរគ្នាតែបងប្អូនត្រូវច្បាស់កន្លែងហ្នឹងកុំឲ្យបងប្អូនមកដល់ហើយបងប្អូនអត់ដឹងថាទៅស្នាក់នៅណាអីណីអញ្ចឹងណាបងប្អូនអរគ្នាព្រោះពេលដែលបងប្អូនមកដល់ដំបូងហ្នឹងគឺការធ្វើដំណើរគឺពិបាកហើយមិនថាតើការធ្វើដំណើរឲ្យគ្រប់យ៉ាងគឺពិបាកមែនតើបងប្អូនអរគ្នាយើងអត់អាចធ្វើដោយខ្លួនឯងអត់មានការជ្រោមជ្រែងពីអ្នកដទៃបានជាក់ស្ដែងដូចជាការធ្វើដំណើរទៅផ្សារព្រោះហេតុអីបើខ្ញុំនិយាយថាការទៅផ្សារត្រូវការមានអ្នកជ្រោមជ្រែងដែរដោយសារតែយើងមកដល់ប្រទេសគេនេះគឺថ្មីសម្រាប់យើងគ្រប់យ៉ាងទាំងអស់បងប្អូនអរគ្នាដល់ពេលអញ្ចឹងទៅយើងអត់ដឹងថាផ្សារមួយណាយើងគួរទៅទេនៅក្នុងសហរដ្ឋអាមេរិកនេះពាក្យថាសហរដ្ឋអាមេរិកមែនប៉ុន្តែខ្ញុំឧទាហរណ៍ថាដូចនៅក្នុងរដ្ឋខ្ញុំនេះគឺយើងទៅមិនស្រួលចូលហាងអាស៊ីចូលហាងយួនចូលហាងថៃអីណាបងប្អូនអរគ្នាព្រោះគេនៅចម្រុះពូជសាសន៍មិនមែនមានតាកាំងជាតិសាសន៍កាំងមួយទេបងប្អូនអរគ្នាចឹងយើងតម្រូវការឲ្យមានអ្នកចោលប្រាប់យើងថាយើងគួរតែទៅផ្សារនេះផ្សារនោះជាពិសេសបងប្អូនដែលទឹកមកដល់ថ្មីអញ្ចឹងធម្មតាយើងមកដល់បន្ទប់ភ្លាមមានន័យថាបន្ទប់យើងគឺស្អាតចេះហើយបងប្អូនអរគ្នាត្រូវអត់អញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវទៅទិញចានឆ្នាំងវាមិនខុសអីពីយើងឡើងពីខេត្តមករស់នៅក្នុងភ្នំពេញទេបងប្អូនអរគ្នាដូចគ្នាគ្រាន់តែយើងលើកនេះរៀងធំជាងភ្នំពេញតិចយើងដូរប្រទេសអញ្ចឹងពេលដែលយើងមកដល់សហរដ្ឋអាមេរិកដំបូងយើងមានបន្ទប់ខ្ញុំឧទាហរណ៍ថាបងប្អូនមានបន្ទប់មានកន្លែងស្នាក់នៅល្អហើយប៉ុន្តែបងប្អូនត្រូវការទិញចានឆ្នាំងលភាគ្រឿងដូចជាសម្រាប់ធ្វើម្ហូបណាស្ករទឹកត្រីប៊ីចេងស្ករត្នោតអីចឹងហើយនៅស្រុកនេះស្ករត្នោតក៏ពិបាកឲ្យទិញដែរបងប្អូនបើសិនជាយើងអត់ស្គាល់ណានេះហើយជាមូលហេតុដែលយើងអត់អាចទៅដោយឯងបានទេបងប្អូនអរគ្នាតោះតែយើងរស់នៅរៀងយូរតិចយើងស្គាល់ច្រើនតិចហើយយើងអាចធ្វើដំណើរខ្លួនឯងបានយើងមានថវិកាគ្រប់គ្រាន់ហើយពេលហ្នឹងហើយគឺយើងអាចធ្វើអីដោយខ្លួនឯងលែងពឹងពាក់អ្នកដទៃឯងបងប្អូនអរគ្នាទោះបីវាជារឿងដែលសាមញ្ញមែនប៉ុន្តែវាអត់សាមញ្ញទេបើសិនជាយើងអត់បានត្រៀមទុកមុនពេលដែលបងប្អូនមករស់នៅសហរដ្ឋអាមេរិកនេះពេលឥឡូវយើងអស់ពីការស្នាក់នៅក៏ដូចជាការទិញអាវ៉ាវ៉ាន់ដាក់បន្ទប់យើងចូលទៅក្នុងការបើកកុងធនាគារម្ដងបងប្អូនអរគ្នាព្រោះនៅសហរដ្ឋអាមេរិកនេះយើងអត់អាចចាយលុយសុទ្ធទាំងអស់បានទេបងប្អូនអរគ្នាយើងគួរតែបង្កើតកុងធនាគារណាចឹងសម្រាប់កុងធនាគារបើសិនជាបងប្អូនមករៀនបងប្អូនអាចទៅបើកកុងធនាគារភ្លាមបានប៉ុន្តែបើសម្រាប់បងប្អូនដែល
គាត់មានអ្នកធានាគាត់ឧទាហរណ៍ថាបងប្អូនគាត់ប្តីគាត់ឬក៏គូទៅទាំងគាត់បងប្អូនបងបកកើតឬក៏អ៊ំពូមីងអីគាត់ធានាមករស់នៅចឹងគាត់ត្រូវការទទួលបាន green card ក៏ដូចជា driver license សិនបងប្អូនអរគ្នាគឺបានបើកបរសិនបានគាត់អាចទៅបើកកងធនាគារបានណាបងប្អូនអរគ្នាហើយកងធនាគារនឹងដែរវាសំខាន់នៅពេលដែលយើងចង់ទិញម្ហូបតាមអនឡាញឧទាហរណ៍ថានៅខ្មែរយើងទិញតាមដូច Food Panda ដូចញ៉ាំ24អីជាដើមហ្នឹងបងប្អូនអរគ្នាគឺនៅក្នុងសហរដ្ឋអាមេរិកគឺគេប្រើ Uber Eats ក៏ដូចជា DoorDash អញ្ចឹងពេលដែលយើងទិញរបស់ញ៉ាំអនឡាញហ្នឹងគឺតម្រូវការយើងប្រើកាតណាបងប្អូនអរគ្នាអញ្ចឹងបើយើងអត់មានកាតទេគឺយើងអាចទិញរបស់អនឡាញហ្នឹងបានទេហើយមួយទៀតពេលដែលបងប្អូនទៅផ្សារទំនើបក៏ដូចជាទៅផ្សារទិញរបស់របរទុកដាំស្លញ៉ាំណាបងប្អូនអរគ្នាគឺតម្រូវការយើងមានកាតដែរបងប្អូនភាគច្រើនគឺគេអត់សូវចូលចិត្តប្រើលុយសុទ្ធទេប៉ុន្តែក៏មិនមែនមានន័យថាបងប្អូនអាចប្រើលុយសុទ្ធបានដែរហើយនេះគឺជារឿងបន្ទាប់ទៀតហើយរឿងមួយទៀតគឺតាក់ទងជាមួយនឹងកត្តាការងារបងប្អូនអរគ្នាមិនថាបងប្អូនមករៀនមិនថាបងប្អូនមកជុំគ្រួសារមករស់នៅជាមួយគ្រួសារទេនៅក្នុងសហរដ្ឋអាមេរិកនេះបើសិនជាបងប្អូនអត់ធ្វើការបងប្អូនអាចទប់ទល់នៅក្នុងការរស់នៅក្នុងប្រទេសអាមេរិកនេះបានទេព្រោះអ្វីគ្រប់យ៉ាងគឺតម្រូវការឲ្យបងប្អូន pay មានន័យថាបងប្អូនត្រូវតែបង់លុយទៅឲ្យគេទោះបីជាបងប្អូនខ្ញុំឧទាហរណ៍ថានិយាយក្រក់ស្ដាប់ណាបងប្អូនអរគ្នាទោះបីជាបងប្អូនទៅបត់ជើងធំក៏បងប្អូនត្រូវតែបង់តាក់ឲ្យគេដែរជាក់ស្ដែងដូចជាពេលដែលយើងទៅបន្ទប់តាក់ហ្នឹងគឺកតាបងប្អូនអរគ្នាគឺកតាប្រគុណអាហ្នឹងគឺពេលដែលយើងចូលបន្ទប់តាក់ហើយនៅក្នុងសហរដ្ឋអាមេរិកនេះគឺគេប្រើកតាចឹងកតាហ្នឹងសួរថាបានមកពីណាគឺយើងអត់បាន free ទេបងប្អូនអរគ្នាគឺយើងត្រូវទិញហើយពេលដែលយើងទិញហ្នឹងគឺយើងចំណាយលុយផ្ទាល់ខ្លួនហើយយើងត្រូវបង់តាក់ទៅឲ្យរដ្ឋទៀតអញ្ចឹងវាអាក្រក់មែនតើទាំងការញ៉ាំទាំងឡានទាំងផ្ទះទាំងនិយាយទៅអ្វីអីវ៉ាន់ទាំងអស់គ្រប់យ៉ាងគ្រប់សពទាំងអស់នៅក្នុងសហរដ្ឋអាមេរិកនេះមិនថាទូរស័ព្ទមិនថារបស់ប្រើមិនថាអ្វីទេបងប្អូនអរគ្នាគឺបងប្អូនត្រូវតែ pay លុយអញ្ចឹងបើសិនជាយើងអត់មានការងារច្បាស់លាស់ណាមួយដែលអាចទប់ទល់នឹងការចំណាយទាំងអស់នឹងបានទេគឺយើងអត់អាចរស់នៅក្នុងសហរដ្ឋអាមេរិកបានទេទោះបីជាបងប្អូនមានលុយមកពីស្រុកខ្មែរ4-5 ម៉ឺនសកួរក៏ដោយបងប្អូននៅក្នុងសហរដ្ឋអាមេរិកនេះបើសិនជាបងប្អូនអត់ធ្វើការទេបងប្អូនចាយតាមមួយផ្លែតទេខ្ញុំអាចនិយាយបានថាលុយ5ម៉ឺនបងប្អូនចាយយ៉ាងច្រើនបងប្អូនចាយថាបំផុតបានតាមមួយឆ្នាំទេគឺអស់ហើយអានឹងក្នុងករណីបងប្អូនចាយថាបំផុតណាតែបើបងប្អូនយកលុយ4-5ម៉ឺនហើយបងប្អូនត្រូវទិញឡានទិញសម្ភារៈផ្សេងហើយបងផ្ទះបងអីប្រចាំខែបងតាក់បងភ្លើងទៀតអាហ្នឹងខ្ញុំគិតថា5ម៉ឺនហ្នឹងធម្មតាកន្លះឆ្នាំគឺបងប្អូននឹងអស់លុយពីកប៉ាល់ហើយបើសិនជាបងប្អូនអត់ធ្វើការណាអញ្ចឹងមុននឹងបងប្អូនមកសហរដ្ឋអាមេរិកបងប្អូនត្រូវតែគិតឲ្យគិតទៀតគិតឲ្យមែនតែនថាពេលដែលបងប្អូនមកដល់សហរដ្ឋអាមេរិកនេះរយៈពេលប្រហែលខែប្រហែលថ្ងៃបងប្អូនត្រូវតែចូលធ្វើការហើយធ្វើការហ្នឹងតាមរយៈអ្នកណាហើយធ្វើការរបៀបម៉េចណាបងប្អូនអរគ្នាដើម្បីឲ្យជីវិតយើងអាចរស់នៅក្នុងសហរដ្ឋអាមេរិកនេះបានមួយទៀតបងប្អូនអរគ្នាគឺបងប្អូនត្រូវតែធៀមចិត្តធៀមកាយមុននឹងមករស់នៅក្នុងសហរដ្ឋអាមេរិកបងប្អូនត្រូវដឹងថាប្រទេសនេះគឺគេធ្វើឲ្យមនុស្សគ្រប់គ្នាគឺរឹងមាំហើយពឹងផ្អែកទៅលើខ្លួនឯងដែលអង់គ្លេសគេហៅថា independent ណាមិនថាយើងមករៀនមិនថាយើងមានប្តីប្រពន្ធទេបងប្អូនគឺយើងត្រូវតែរឹងមាំយើងអាចផ្ដេកផ្ដួលទៅលើនរណាម្នាក់បានទេក្រៅពីខ្លួនឯងណាបងប្អូនអរគ្នាខ្ញុំឧទាហរណ៍ថាបងប្អូនធ្វើដំណើរទៅកន្លែងណាមួយបងប្អូនបើកឡានហើយឡានបងប្អូនមានបញ្ហាបែកកង់ឡានអញ្ចឹងទៅពេលហ្នឹងហើយបងប្អូនត្រូវតែចេះដោះដូរកង់ឡានខ្លួនឯងជាងគេសម្រាប់ប្រុសណាដាច់ខាតត្រូវតែចេះបើសិនជាបងប្អូនអត់ចេះទេបងប្អូននៅតែអាចទេហៅជំនួយឲ្យគេមកជួយអស់ឡានបងប្អូនបានក៏ដូចជាគេមានសេវាប៉ះកង់ឡានឲ្យបងប្អូនអញ្ចឹងប៉ុន្តែយើងខាតលុយណាបងប្អូនអរគ្នាបើសិនជាយើងចេះដោះដូរកង់ឡានខ្លួនឯងបានគឺយើងចំណេញ4-500ដែរបងប្អូនអរគ្នាហើយមួយទៀតក្នុងស្រុកនេះគឺយើងអាចចាយលុយញ៉ាំមួយថ្ងៃ3ពេលដូចនៅស្រុកខ្មែរយើងបានទេនៅនេះយើងកាលណាដែលយើងញ៉ាំក្រៅមួយថ្ងៃ3ពេលយើងចំណាយលុយច្រើនខ្លាំងមែនតើបងប្អូនអរគ្នាហើយម្ហូបគឺយើងអត់បានឆ្ងាញ់ខ្លាំងទេជាក់ស្ដែងនៅក្នុងសហរដ្ឋអាមេរិកនេះពេលដែលបងប្អូនទៅញ៉ាំកន្លែងណាម្ដងយ៉ាងហោចណាស់ក៏30រៀលដែរសម្រាប់ម្នាក់ឯណាបងប្អូនអរគ្នាអញ្ចឹង
បើសិនជាបងប្អូនទៅញ៉ាំមួយថ្ងៃ3ពេលវាចូលខ្ទង់100ហើយសម្រាប់ម្នាក់ឯងអញ្ចឹងបងប្អូនធ្វើការមកគឺចំណាយទៅលើញ៉ាំហ្នឹងគឺវាអត់ចង់គ្រប់ផងបងប្អូនអរគ្នាអញ្ចឹងបងប្អូននៅបង់ថ្លៃ insurance ឡានបង់ថ្លៃឡានបង់ថ្លៃទូរស័ព្ទបង់ថ្លៃផ្ទះបង់ថ្លៃបន្ទប់បង់ថ្លៃទឹកបង់ថ្លៃភ្លើងបង់ថ្លៃចំណីចំណុកបងប្អូនបន្ទាប់ទៀតហ្នឹងគឺបងប្អូនអាចហត់រួចទេដូច្នេះហើយបងប្អូនអរគ្នាតម្រូវការឲ្យបងប្អូនត្រូវតែឆ្លៀតពេលហើយបងប្អូនត្រូវតែទៅផ្សារទិញបន្លែផ្លែឈើអង្គម្ហូបអីផ្សេងហ្នឹងបងប្អូនអរគ្នាត្រូវតែយកមកផ្ទះហើយបងប្អូនត្រូវតែចេះដាំស្លទាំងអស់គ្នាមិនថាស្រីមិនថាប្រុសទេបងប្អូនអរគ្នាជាក់ស្ដែងដូចខ្ញុំអញ្ចឹងខ្ញុំនៅស្រុកខ្មែរគឺខ្ញុំចេះធ្វើម្ហូបខ្លះទេបងប្អូនអរគ្នាអត់ទាំងអស់ទេប៉ុន្តែពេលខ្ញុំមកដល់សហរដ្ឋអាមេរិកនេះប្រទេសនេះគឺធ្វើឲ្យខ្ញុំចេះទាំងអស់បងប្អូនអរគ្នាធ្វើអីក៏ខ្ញុំចេះដែរម្ហូបឥឡូវព្រោះមនុស្សយើងអត់មានអីក្រៅពីខ្លាំងជាងទល់ជ្រក់ឯងបងប្អូនអរគ្នាព្រោះយើងធ្លាប់នៅខ្មែរយើងធ្លាប់តែចង់ញ៉ាំនេះញ៉ាំនោះអញ្ចឹងយើងអាចទិញបានអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែស្រុកនេះមានលុយហើយយើងអត់ដឹងចាយកន្លែងណាទៀតបងប្អូនអរគ្នាដល់ពេលអញ្ចឹងគឺអត់មានអីក្រៅពីខ្លួនឯងទេយើងចង់ញ៉ាំអីគឺយើងត្រូវតែ search អ៊ីនធឺណិតមើលហើយយើងប្រើពេលវេលាដាំស្លធ្វើខ្លួនឯងបានញ៉ាំអញ្ចឹងទៅបងប្អូនអរគ្នាហើយវារៀងកុបសតិចប៉ុន្តែសប្បាយចិត្តបងប្អូនអរគ្នាដោយសារតែប្រទេសនេះគឺពេលដែលបងប្អូនមកនៅខ្លួនឯងបងប្អូននឹងដឹងហ្មងបងប្អូននៅបានតែ1ខែ2ខែបងប្អូនបាសសក់កញ្ញាហ្មងបងប្អូនដឹងថាប្រទេសនេះគឺធ្វើឲ្យបងប្អូននឹងរឹងមាំខ្លួនឯងហើយដំបូងរៀងពិបាកបងប្អូនប៉ុន្តែបានតែមួយឆ្នាំអីបងប្អូននឹងសប្បាយចិត្តឡើងវិញដែលប្រទេសនេះបានបរៀនបងប្អូនណាហើយមិនមែនតែប៉ុណ្្នឹងទេបងប្អូនអរគ្នាមានរឿងជាច្រើនទៀតនៅក្នុងការរស់នៅក្នុងសហរដ្ឋអាមេរិកនេះដែលបងប្អូនត្រូវតែចេះណាបងប្អូនអរគ្នាជាក់ស្ដែងដូចជាការខ្ញុំឧទាហរណ៍មួយទៀតចោះគឺបងប្អូនកាត់សក់សម្រាប់ផុសកាត់សក់បើសិនជាបងប្អូនចេះកាត់សក់ខ្លួនឯងគឺល្អបងប្អូនប៉ុន្តែបងប្អូនស្ដាប់ទៅរៀងចម្លែកនៅខ្មែរយើងគ្រាន់តែកាត់សក់សោះហេតុអីត្រូវចេះកាត់សក់ខ្លួនឯងនៅក្នុងសហរដ្ឋអាមេរិកនេះបើបងប្អូនអត់ចេះកាត់សក់ខ្លួនឯងទេបងប្អូនទៅហាងខ្ញុំឧទាហរណ៍ថាជាក់ស្ដែងសម្រាប់ខ្ញុំទៅហាងណាបើបងប្អូនទៅហាងអាកាំងទៀតណាកាត់សក់ម្ដងអស់30រៀលបងប្អូនអរគ្នាហើយយើងឲ្យ tip គេ30រៀលឲ្យ tip គេ10រៀលទៀតចឹងទាំងអស់វាអស់40រៀលបាត់ហើយបងប្អូនអរគ្នាកាត់សក់ម្ដងណាហើយកាត់សក់ខ្ញុំដុសលឿនបងប្អូនអរគ្នា2អាទិត្យគឺខ្ញុំត្រូវតែកាត់ម្ដងហើយឥឡូវហ្នឹងគឺខ្ញុំដូរផែនការហើយបងប្អូនអរគ្នាគឺខ្ញុំលែងឲ្យគេកាត់ឲ្យហើយគឺខ្ញុំទិញម៉ាស៊ីនហើយខ្ញុំមើលកញ្ចក់ខ្ញុំកាត់ខ្លួនឯងឃើញកំសត់ហើយបងប្អូនអរគ្នាប៉ុន្តែល្អមួយយ៉ាងគឺយើងចេះបងប្អូនអរគ្នាគឺចំណេះជំនាញហ្នឹងគឺចូលទៅក្នុងខ្លួនយើងទាំងអស់ចឹងមានរឿងជាច្រើនទៀតដែលប្រឈមមុខដែលតម្រូវការឲ្យយើងចេះឈរចំហខ្លួនឯងណាបងប្អូនអរគ្នាមិនថាបងប្អូនមករៀនមិនថានិយាយទៅមិនថាគ្រប់វ័យទាំងអស់បងប្អូនមិនថាក្មេងមិនថាចាស់មិនថាវ័យណាទេបងប្អូនអរគ្នាគឺត្រូវតែរឹងមាំទាំងអស់គ្នាអាចទន់ផ្ដេកផ្ដួលបានទេបើមិនជាបងប្អូនអត់រឹងមាំទេបងប្អូនអាចរស់នៅក្នុងសហរដ្ឋអាមេរិកបានទេអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺរៀងវែងតិចឯងបងប្អូនអរគ្នាហើយវាជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំគិតថាវាសំខាន់សម្រាប់បងប្អូនដែលគាត់មានបំណងមករស់នៅក្នុងសហរដ្ឋអាមេរិកណាក៏ដូចជាបងប្អូនដែលគាត់មករស់នៅសហរដ្ឋអាមេរិកថ្មីថ្មោងហើយអរគុណបងប្អូនអរគ្នាមែនតើសម្រាប់ការទស្សនាហើយខ្ញុំនឹងចាំជួបបងប្អូនអរគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ